សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងជក់ចិត្តនឹងរឿងអាត់កំបាំងនិងរឿងភ័យរន្ធត់ថ្ងៃនេះខ្ញុំមានរឿងមួយមកចែករំលែកដែលខ្ញុំហ៊ានភ្នាល់ថាអ្នកនឹងត្រូវរង្គើក្បាលព្រឺរោមដល់ទៅដោយសារតែអ្វីដែលយើងនឹងនិទានប្រាប់គ្រប់គ្នានៅថ្ងៃនេះវាមិនមែនជារឿងដែលគេនិយាយប្រាប់គ្នាលេងៗនោះទេតែវាជាបទពិសោធន៍ផ្ទាល់ភ្នែករបស់មនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់វាមកហើយបើអ្នកជឿឬមិនជឿក៏ដោយតែខ្ញុំត្រូវប្រាប់អ្នកឲ្យដឹងមុនចូលរឿងថាសេចក្តីអាក់អន់ចិត្តនឹងការសងសឹករបស់មនុស្សវាគួរឲ្យខ្លាចជាងខ្មោចទៅទៀតព្រោះបើសិនជាយើងជ្រើសរើសដើរចេញមកឆ្ងាយតែបើគេនៅតែជាប់ជំពាក់នឹងសេចក្តីក្រោធរបស់គេអាចប្រើគ្រប់មធ្យោបាយដើម្បីធ្វើបាបយើងសូម្បីតែគ្មានហេតុផលណាមួយក៏ដោយហើយរឿងរ៉ាវដែលខ្ញុំនឹងនាំមកនិយាយនៅថ្ងៃនេះវាជាហេតុការណ៍ដែលកើតឡើងនៅក្នុងខេត្តព្រះត្រពាំងហើយវាចាប់ផ្ដើមឡើងដោយសារជីវិតការងាររបស់ស្រីពៅដែលពុំសូវបានស្រួលប៉ុន្មានព្រោះប្រធានខ្សែផលិតកម្មដែលនាងត្រូវធ្វើការជាមួយបែរជាបានជាអតីតគូស្នេហ៍របស់ប្រុសដែលនាងកំពុងរំពាក់ស្នេហ៍ហើយវាបាននាំមកនូវភាពវឹកវរក្នុងជីវិតរបស់នាងរហូតដល់នាងត្រូវបង្ខំចិត្តផ្លាស់ប្ដូរការងារថ្មីតែដូចជាជោគវាសនាវានៅមិនទាន់ចប់ត្រឹមប៉ុណ្ណោះដោយសាររឿងនេះមានឈ្មោះថាកញ្ចប់អាតកំបាំងអញ្ចឹងមុនដែលយើងនឹងទៅទស្សនារឿងភ័យរន្ធត់របស់យើងនៅថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់ឲ្យចុចប៊ូតុងស្រឡាញ់និងតាមដាន Channel ដើម្បីជាទឹកចិត្តដល់ពួកយើងដែលកំពុងខំប្រឹងនិទានរឿងដែលធ្វើឲ្យរង្គើក្បាលនេះបន្តទៀតទៅរឿងដែលខ្ញុំនឹងប្រាប់នៅថ្ងៃនេះគឺជាបទពិសោធន៍ផ្ទាល់របស់នាងស្រីពៅជាមនុស្សដែលបានផ្ញើរឿងនេះមកតាមរយៈអ៊ីមែលនាងបាននិទានប្រាប់ទាំងញ័រហេតុនេះខ្ញុំសូមលើកយករឿងនេះមកនិយាយប្រាប់បងប្អូនឲ្យបានស្ដាប់គ្នាតាមលំដាប់លំដោយបទពិសោធន៍ភ័យរន្ធត់ដែលនាងស្រីពៅបានផ្ញើមកនេះវាជាហេតុការណ៍ដែលកើតឡើងចំពោះនាងផ្ទាល់ហើយខ្ញុំសូមអង្គមបងប្អូនទាំងអស់ឲ្យប្រើប្រាជ្ញាពិចារណាក្នុងការស្ដាប់រឿងនេះផងដើម្បីបានដឹងថាវាជារឿងពិតឬក៏ជារឿងប្រឌិតមុននឹងចូលដល់រឿងរ៉ាវទាំងអស់ខ្ញុំត្រូវតែនាំបងប្អូនថយក្រោយទៅកាន់ឆ្នាំមុនដែលហេតុការណ៍នេះបានកើតឡើងក្នុងរយៈពេលប្រហែល1សប្តាហ៍មុនពិធីបុណ្យសង្ក្រាន្តប៉ុណ្ណោះហើយមុនដែលយើងនឹងចូលទៅក្នុងខ្លឹមសាររឿងនាងស្រីពៅបានសូមនិទានត្រឡប់ទៅជីវិតរបស់នាងវិញថានាងជាអ្នកកើតនៅខេត្តព្រះត្រពាំងតាំងពីកំណើតធំដឹងក្តីនិងរស់នៅទីនោះតាំងពីតូចរហូតមកបន្ទាប់ពីនាងបានបញ្ចប់ការសិក្សានាងក៏បានជ្រើសរើសចូលទៅក្នុងផ្លូវការងារនៅក្នុងតំបន់សិប្បកម្មព្រះត្រពាំងហើយជីវិតការងាររបស់នាងក៏បានឆ្លងកាត់រោងសិប្បកម្មជាច្រើនកន្លែងនាងបានបដូរការងារម្ដងហើយម្ដងទៀតតាមលក្ខខណ្ឌនិងប្រាក់ឈ្នួលដែលទទួលបានសម្រាប់នាងប្រាក់ចំណូលមិនមែនគ្រាន់តែសម្រាប់ខ្លួននាងតែម្នាក់ប៉ុណ្ណោះទេតែនាងត្រូវតែចែករំលែកទៅឧបត្ថម្ភគ្រួសារផងដែរដូច្នេះការសម្រេចចិត្តរាល់លើករបស់នាងវាពោរពេញទៅដោយភាពចាំបាច់ជាងភាពចង់បានរហូតមកដល់ដើមឆ្នាំមុនបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីបានកន្លងផុតទៅមិនយូរប៉ុន្មាននាងស្រីពៅក៏មានឱកាសបានចូលធ្វើការនៅរោងសិប្បកម្មមួយដែលគេថាមានសុខុមាលភាពល្អហើយក៏មានការងារធ្វើជាបន្តបន្ទាប់ផងដែរក្នុងដំណាក់កាលដំបូងអ្វីគ្រប់យ៉ាងក៏ដំណើរការទៅតាមដែលនាងធ្លាប់បានឮទាំងប្រាក់ចំណូលនិងការងារដែលមានស្ថិរភាពរហូតធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនបានរកឃើញការងារដែលសមនឹងជីវិតខ្លួនហើយតែក្នុងភាពសំណាងនេះវាបែរជាកំបាំងទុកនៅអ្វីមួយដែលបានធ្វើឲ្យអារម្មណ៍របស់នាងរង្គើរន្តិចម្ដងនៅពេលដែលនាងបានដឹងថាប្រធានខ្សែផលិតកម្មដែលនាងត្រូវធ្វើការជាមួយជារៀងរាល់ថ្ងៃបែរជាអតីតគូស្នេហ៍របស់ប្រុសដែលនាងកំពុងរំពាក់ស្នេហ៍ទៅវិញដោយអ្នកទាំងពីរធ្លាប់បានរំពាក់ស្នេហ៍គ្នាតាំងពីសម័យរៀនចប់មធ្យមសិក្សាទំនាក់ទំនងក្នុងអតីតកាលទោះបីជាវាបានបញ្ចប់ទៅហើយក៏ដោយតែមើលទៅដូចជាអារម្មណ៍ខ្លះនៅមិនទាន់បានរសាយបាត់ទៅនៅឡើយហើយក្រោយពីប្រធានខ្សែផលិតកម្មបានដឹងថាប្រុសរបស់នាងស្រីពៅជាអតីតគូស្នេហ៍របស់នាងវាក៏បានធ្វើឲ្យការសម្លឹងមើលអកប្បកិរិយានិងការប្រព្រឹត្តចំពោះនាងស្រីពៅវាបានពោរពេញទៅដោយភាពមិនរាក់ទាក់ទោះបីជានាងស្រីពៅខ្លួនឯងបានព្យាយាមប្រព្រឹត្តខ្លួនឲ្យបានធម្មតាដោយសារតែទំនាក់ទំនងជាមួយប្រុសបច្ចុប្បន្នរបស់នាងនៅតែថ្មីស្រស់នាងទើបតែបានរំពាក់ស្នេហ៍ជាមួយគាត់មិនទាន់ដល់1ឆ្នាំផងនាងមិនចង់ឲ្យរឿងនេះក្លាយទៅជារឿងធំឡើយនៅពេលដែលពេលវេលាកន្លងផុតទៅពីគ្រាន់តែជាបរិយាកាសដែលធ្វើឲ្យមានអារម្មណ៍ចង្អៀតចង្អល់វាចាប់ផ្ដើមកាន់តែធ្ងន់ធ្ងរឡើងធ្ងន់រហូតក្លាយទៅជាការសងសឹកគំរាមកំហែងក្នុងទម្រង់ផ្សេងរឿងតូចតាចបានកកបន្តិចម្ដងបន្តិចរហូតក្លាយទៅជាអសន្តិសុខក្នុងកន្លែងធ្វើការជារៀងរាល់ថ្ងៃវាបានក្លាយទៅជាសម្ពាធដែលនាងស្រីពៅត្រូវតែស៊ូទ្រាំហើយនៅទីបំផុតនាងក៏បានសម្រេចចិត្តជួបប្រឈមមុខ
ដោយការណាត់ជួបនិយាយគ្នាដើម្បីដោះស្រាយបញ្ហាតែអ្វីដែលនាងទទួលបានមកវិញវាគ្រាន់តែជាការបដិសេធដោយឥតញញើតដោយសារតែភាគីម្ខាងទៀតធ្វើការបានយូរមកហើយនាងក៏មានអ្នកស្គាល់ច្រើនហើយវាបានធ្វើឲ្យមនុស្សគ្រប់គ្នានៅកន្លែងធ្វើការមើលនាងស្រីពៅក្នុងភ្នែកខុសហើយទីបំផុតនាងស្រីពៅក៏បានសម្រេចចិត្តលាឈប់ពីការងារក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍មុនពិធីបុណ្យសង្ក្រាន្តប៉ុណ្ណោះនាងបានសម្រេចចិត្តបោះបង់ចោលអ្វីៗគ្រប់យ៉ាងនៅពីក្រោយខ្នងដើម្បីត្រឡប់ទៅសម្រាប់ព្យាបាលសុខភាពផ្លូវចិត្តរបស់ខ្លួនវិញក្នុងពេលជាមួយគ្នានោះដែរប្រុសរបស់នាងស្រីពៅនៅពេលដែលគាត់បានដឹងពីអ្វីដែលនាងកំពុងតែជួបប្រទះគាត់ក៏មានអារម្មណ៍អាណិតអាសូរនិងចង់ជួយនាងអស់ពីចិត្តគាត់ក៏បានព្យាយាមទៅនិយាយជាមួយប្រធានការងាររបស់គាត់ដែលកន្លែងធ្វើការរបស់ប្រុសនាងស្រីពៅគឺជារោងសិប្បកម្មតូចមួយទោះបីជាមិនមែនជាក្រុមហ៊ុនធំដុំតែបរិយាកាសក្នុងការធ្វើការវិញវាមើលទៅមានភាពស្និទ្ធស្នាលជាងហើយជោគវាសនារបស់ជីវិតនៅពេលនោះវាក៏ដូចជាត្រូវបានរៀបចំទុកមកយ៉ាងសមស្របដោយសារមានតំណែងជាលេខាធិការនៅក្នុងក្រុមហ៊ុននោះទើបតែនឹងទំនេរទៅដោយសារតែបុគ្គលិកចាស់កំពុងមានគភ៌ហើយកំពុងតែរៀបចំត្រឡប់ទៅរស់នៅឯខេត្តឆ្ងាយដូច្នេះប្រធានក៏បានសម្រេចចិត្តទទួលនាងស្រីពៅឲ្យចូលធ្វើការជំនួសក្នុងតំណែងនោះដែលបានធ្វើឲ្យនាងស្រីពៅមានអារម្មណ៍ធូរស្រាលមិនតិចទេព្រោះយ៉ាងហោចណាស់នាងនៅមានប្រុសដែលចេះឈោងចាប់ដៃជួយនាងក្នុងគ្រាដ៏លំបាកដូចនេះហើយការបានធ្វើការនៅកន្លែងតែមួយវាក៏បានជួយឲ្យអ្នកទាំងពីរអាចទៅធ្វើការនិងត្រឡប់មកផ្ទះជាមួយគ្នាបានជារៀងរាល់ថ្ងៃទោះបីនៅពេលនោះនាងស្រីពៅមិនទាន់បានផ្លាស់ទៅនៅជាមួយប្រុសរបស់នាងជាអចិន្ត្រៃយ៍ហើយអ្នកទាំងពីរនៅមានបន្ទប់ជួលផ្ទាល់ខ្លួនតែដោយសារទំនាក់ទំនងកាន់តែស្និទ្ធស្នាលកាន់តែខ្លាំងពេលខ្លះប្រុសរបស់នាងក៏មកដេកនៅបន្ទប់របស់នាងឬក៏ពេលខ្លះនាងក៏ទៅដេកនៅបន្ទប់របស់គាត់វិញជំនួសគ្នាទៅតាមភាពងាយស្រួលហើយការជិតដល់ពិធីបុណ្យសង្ក្រាន្តនៅឆ្នាំនោះនាងស្រីពៅក៏មិនបានធ្វើដំណើរត្រឡប់ទៅផ្ទះដូចរាល់ឆ្នាំដែរនាងគ្រាន់តែបានផ្ញើប្រាក់ទៅឲ្យប្អូនស្រីដើម្បីយកទៅឲ្យឪពុកម្ដាយប្រើប្រាស់ក្នុងពិធីបុណ្យដូច្នេះនាងនិងប្រុសរបស់នាងក៏បានរៀបចំផែនការដើម្បីប្រើពេលវេលាក្នុងថ្ងៃឈប់សម្រាកជាមួយគ្នាយ៉ាងសាមញ្ញដោយអ្នកទាំងពីរមានបំណងចង់ទៅលេងទឹកសង្ក្រាន្តនៅឯសមុទ្រក្បែរនោះហើយក៏អាចរកកន្លែងស្នាក់នៅជាផ្ទះសំណាក់តូចមួយក្បែរមាត់សមុទ្រដើម្បីផ្លាស់ប្ដូរបរិយាកាសពីជីវិតការងារដ៏តានតឹងឲ្យคล้ายទៅជាពេលវេលានៃការសម្រាកលំហែការដែលនិយាយដល់ពេលវេលាមុនដំណើរកម្សាន្តតាមទម្លាប់របស់ស្ត្រីដែលតែងតែមានការរំភើបជាពិសេសចំពោះការបានចេញទៅប្រើជីវិតនៅខាងក្រៅបន្ទប់ជួលពេលដែលនាងដឹងថានឹងបានទៅលេងសមុទ្រក្នុងពិធីបុណ្យសង្ក្រាន្តនាងក៏ចាប់ផ្ដើមបញ្ជាទិញសម្លៀកបំពាក់ថ្មីៗកាបូបរួមទាំងគ្រឿងប្រដាប់តូចតាចជាច្រើនដូចជាការបំពេញសុភមង្គលឲ្យខ្លួនឯងបន្ទាប់ពីបានឆ្លងកាត់រឿងតានតឹងមកបានមិនយូរប៉ុន្មានក្នុងរយៈពេលនោះកញ្ចប់អាតកំបាំងក៏បានមកដល់ស្ទើរតែរាល់ថ្ងៃហើយបានកោដាក់គ្នានៅជាន់ក្រោមនៃផ្ទះជួលភូមិពូដោយមានតាចាប់ជាម្ចាស់ផ្ទះជួលទទួលទុកឲ្យជាប្រចាំរហូតមកដល់ថ្ងៃមួយខណៈពេលដែលនាងស្រីពៅទើបត្រឡប់ពីបន្ទប់របស់ប្រុសនាងនៅពេលថ្ងៃត្រង់ថ្ងៃនោះពេលនាងសម្លឹងចុះទៅកាន់ទីធ្លាធំទូលាយខាងមុខផ្ទះជួលតាចាប់ក៏បានហៅនាងទុកមុនហើយបានប្រាប់ថាមានកញ្ចប់អាតកំបាំងមកដល់មួយទៀតតែអ្វីដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលនោះគឺកញ្ចប់អាតកំបាំងមួយនេះមិនបានបង់ប្រាក់ពេលទទួលទេខណៈដែលតាមធម្មតានាងតែងតែជ្រើសរើសបែបបង់ប្រាក់ពេលទទួលជានិច្ចទោះបីជាមានការងឿងឆ្ងល់បន្តិចនៅពេលដំបូងក៏ដោយតែការសង្ស័យដែលកើតឡើងវាត្រូវបានគ្របបាំងទៅដោយការស្មានក្នុងចិត្តថាវាអាចជារបស់ដែលប្រុសរបស់នាងបានបញ្ជាទិញឲ្យនាងជាការភ្ញាក់ផ្អើលឬក៏ជាអំណោយតូចតាចដើម្បីអបអរសាទរការងារថ្មីរបស់នាងស្រីពៅក៏មិនបានគិតអ្វីច្រើនឡើយនាងបានទទួលកញ្ចប់អាតកំបាំងដែលមានឈ្មោះរបស់នាងសរសេរលើវាមុនពេលនាងដើរត្រឡប់ឡើងទៅកាន់បន្ទប់របស់នាងវិញដោយចិត្តចង់ដឹងចង់ឃើញពេលមកដល់បន្ទប់នាងក៏មិនបានបង្អង់យូរឡើយនាងស្រីពៅដាក់កាបូបចុះរួចក៏ប្រញាប់បើកកញ្ចប់អាតកំបាំងភ្លាមសំឡេងកាសែតត្រូវបានហែកចេញយ៉ាងរហ័សអ្វីដែលនៅខាងក្នុងកញ្ចប់នោះគឺជាស្បែកជើងស្បែកខ្មៅដែលមានកែងជើងហើយមើលទៅស្អាតនិងសមរម្យតែវាមើលទៅពុំសូវសមរម្យសម្រាប់បរិយាកាសនៃការកម្សាន្តក្នុងពិធីបុណ្យសង្ក្រាន្តប៉ុន្មានហើយវាមើលទៅសមរម្យសម្រាប់ពាក់ទៅធ្វើការវិញជាងដូច្នេះវាកាន់តែធ្វើឲ្យនាងមានទំនុកចិត្តកាន់តែខ្លាំងថាវាជារបស់ដែលប្រុសរបស់នាងមានបំណងទិញឲ្យនាងក៏បានលើកវាឡើងមកពាក់សាកមើលដែលទំហំស្បែកជើងក៏សមនឹងជើងនាងយ៉ាងពិតប្រាកដមុនពេលនាងស្រីពៅឈរសម្លឹងខ្លួននៅមុខកញ្ចក់
ហើយថតរូបទុកដោយចិត្តរំភើបបន្ទាប់មកនាងក៏រក្សាទុកស្បែកជើងចូលទៅក្នុងប្រអប់វិញដោយថ្នមនៅពេលល្ងាចថ្ងៃនោះប្រុសរបស់នាងស្រីពៅក៏បានឈប់យកបាយមកឲ្យមុនពេលគាត់ទៅធ្វើការវេនយប់តែដោយសារគាត់ប្រញាប់បន្តិចគាត់ក៏មិនបានឡើងមកបន្ទប់ដែរមានតែនាងស្រីពៅប៉ុណ្ណោះដែលដើរចុះទៅទទួលរបស់នៅជាន់ក្រោមនាងក៏បានចាប់ឱកាសអរគុណចំពោះស្បែកជើងស្បែកថ្មីដែលនាងបានទទួលដោយស្នាមញញឹមតែប្រតិកម្មរបស់ប្រុសនាងវិញបែរជាធ្វើឲ្យនាងមានការភ្ញាក់ផ្អើលបន្តិចនៅពេលដែលគាត់ធ្វើមុខងឿងឆ្ងល់ហើយក៏បាននិយាយឡើងថាមិននឹកស្មានថារបស់វានឹងមកដល់លឿនម្លេះព្រោះថាវាជាស្បែកជើងដែលបានបញ្ជាទិញធ្វើពិសេសវាគួរតែចំណាយពេលធ្វើយូរជាងនេះតាមពិតទៅគួរតែបានក្រោយពិធីបុណ្យសង្ក្រាន្តទៅវិញពាក្យសម្ដីដែលបាននិយាយឡើងនេះវាកាន់តែធ្វើឲ្យនាងស្រីពៅមានអារម្មណ៍រីករាយកាន់តែខ្លាំងព្រោះនាងយល់ភ្លាមថានេះជារបស់ដែលប្រុសនាងបានជ្រើសរើសឲ្យនាងជាពិសេសមុនពេលអ្នកទាំងពីរបែកគ្នាទៅធ្វើការងាររបស់ខ្លួនតែបន្ទាប់មកនៅយប់នោះបរិយាកាសដែលធ្លាប់ស្ងប់ស្ងាត់នៅក្នុងផ្ទះជួលភូមិពោវាក៏ចាប់ផ្ដើមផ្លាស់ប្ដូរទៅវិញដោយមិននឹកស្មាននាងស្រីពៅបានប្រាប់ថានៅក្នុងរយៈពេលប្រហែលម៉ោង11យប់ខណៈពេលដែលនាងកំពុងដេកលក់នៅលើគ្រែក្នុងបន្ទប់ដែលបិទភ្លើងងងឹតនាងបែរជាមានអារម្មណ៍ថាមានអ្វីមួយចូលមកច្របាច់នៅត្រង់កហើយវាក៏ច្របាច់កាន់តែខ្លាំងឡើងរហូតដល់នាងដកដង្ហើមមិនចេញនាងក៏បានព្យាយាមលើកដៃឡើងមកកាន់ករបស់ខ្លួនដោយសង្ឃឹមថានឹងបានប៉ះនឹងអ្វីដែលកំពុងច្របាច់កនាងនៅពេលនោះតែនាងបែរជាមិនឃើញអ្វីសោះរហូតធ្វើឲ្យនាងត្រូវតែសម្រេចចិត្តបង្ខំភ្នែកឲ្យបើកឡើងនៅពាក់កណ្ដាលអាធ្រាត្រតែអ្វីដែលបានបង្ហាញខ្លួនចំពោះមុខនាងនៅពេលនោះវាបានធ្វើឲ្យបេះដូងរបស់នាងស្រីពៅធ្លាក់ទៅនៅត្រង់ចុងជើងដោយសារតែក្នុងចម្ងាយជិតត្រឹមតែ 2-3 ហាត់ប៉ុណ្ណោះនាងបានឃើញមុខរបស់នាងស្រស់ដែលកំពុងតែសម្លឹងមកនាងវិញហាក់បីដូចជារូបកាយរបស់នាងស្រស់កំពុងអណ្ដែតពីលើរូបកាយរបស់នាងស្បែករបស់នាងស្រស់សស្អាតរហូតឃើញសរសៃឈាមខ្មៅដាប់ពាសពេញខ្លួនភ្នែករបស់នាងប៉ោងចេញមកយ៉ាងខុសពីធម្មជាតិហើយនាងកំពុងតែញញឹមយ៉ាងទូលាយបង្ហាញឲ្យឃើញធ្មេញខ្មៅយ៉ាងស្រស់នាងស្រីពៅក៏អាចសន្និដ្ឋានបានថាអ្វីដែលធ្វើឲ្យនាងដកដង្ហើមមិនចេញនៅពេលនោះទំនងជាមកពីអ្វីដែលកំពុងអណ្ដែតពីលើរូបកាយរបស់នាងនៅពេលនេះហើយនៅពេលដែលស្មារតីរបស់នាងកំពុងតែចាប់ផ្ដើមវិលមុខស្រាប់តែរូបភាពទាំងអស់ក៏បាត់បង់ទៅហើយនាងស្រីពៅក៏ភ្ញាក់ឡើងម្ដងទៀតនៅលើគ្រែក្នុងស្ថានភាពដែលញើសពេញខ្លួនដកដង្ហើមធំហាក់បីដូចជាអ្វីដែលបានកើតឡើងនៅពេលមុនគ្រាន់តែជាសុបិនប៉ុណ្ណោះនាងស្រីពៅបានប្រាប់ថាសុបិននៅយប់នោះវាពិតប្រាកដរហូតធ្វើឲ្យនាងស្ទើរតែមិនអាចបែងចែកបានអារម្មណ៍ចាក់ឈឺចាប់ចម្លែកនៅត្រង់កនៅតែមានសល់នៅឡើយទោះបីភ្ញាក់ឡើងហើយក៏ដោយញើសរបស់នាងហូរពេញខ្លួនវិទ្យុត្រជាក់ត្រូវបានកំណត់នៅ22អង្សាក៏ដោយតែភាពត្រជាក់នៅក្នុងបន្ទប់វាមិនអាចបន្ថយកម្ដៅក្នុងចិត្តរបស់នាងបានឡើយនាងស្រីពៅប្រញាប់ក្រោកឡើងបើកភ្លើងពេញបន្ទប់នាងស្រីពៅក៏ងងុយដេកលក់ទៅក្នុងរយៈពេល7ម៉ោង4ទៀបភ្លឺក្នុងពន្លឺភ្លើងដែលបានបើកទុកពេញបន្ទប់ហើយនៅពេលដែលដល់ម៉ោងប្រហែល7ព្រឹកសំឡេងទូរស័ព្ទក៏បានបន្លឺឡើងហើយវាជាការហៅរបស់ប្រុសនាងដែលបានប្រាប់ថាគាត់បានយកបាយមកភ្ជួរទុកនៅមុខបន្ទប់ឲ្យនាងស្រីពៅដែលបានឮយ៉ាងនោះក៏មានការងឿងឆ្ងល់ព្រោះជាធម្មតាប្រុសរបស់នាងមានកូនសោបន្ទប់ហើយអាចបើកចូលមកបានគ្រប់ពេលនាងសួរថាហេតុអ្វីបានជាមិនចូលមកក្នុងបន្ទប់ប្រុសនាងក៏បានប្រាប់ថានៅពេលនោះគាត់បានឮសំឡេងនាងស្រីពៅកំពុងនិយាយជាមួយស្ត្រីម្នាក់ទៀតនៅក្នុងបន្ទប់រហូតគាត់មិនហ៊ានបើកទ្វារចូលទៅព្រោះគាត់គិតថានាងមានភ្ញៀវការប្រាប់នេះបានធ្វើឲ្យនាងស្រីពៅនៅស្ងៀមមួយស្របបក់ព្រោះយប់មិញនាងបានដេកតែម្នាក់ឯងមុនពេលនាងងុយគេងបន្ទាប់ពីបានជួបរឿងភ័យរន្ធត់ហើយក្នុងបន្ទប់របស់នាងក៏មិនមានទូរទស្សន៍ដែរវាមិនគួរមានសំឡេងផ្សេងក្រៅពីសំឡេងរបស់នាងឡើយតែទោះបីយ៉ាងណាក៏ដោយប្រុសរបស់នាងនៅតែបញ្ជាក់ថាគាត់បានឮសំឡេងពិតប្រាកដដែលនៅពេលនោះនាងស្រីពៅក៏មិនហ៊ាននិយាយប្រាប់អ្វីទាំងអស់ព្រោះនាងនៅតែនៅក្នុងបន្ទប់តែម្នាក់ឯងនាងបានប្រាប់តែថានាងនឹងទៅរកប្រុសនាងនៅបន្ទប់មុនពេលនាងប្រញាប់រៀបចំខ្លួនហើយក៏ចេញពីបន្ទប់ទៅយ៉ាងប្រញាប់ពេលដែលនាងបានទៅដល់បន្ទប់ជួលរបស់ប្រុសនាងបរិយាកាសដែលមើលទៅធ្លាប់ស្គាល់ក៏បានធ្វើឲ្យនាងមានអារម្មណ៍សុវត្ថិភាពឡើងបន្តិចនាងស្រីពៅចាប់ផ្ដើមនិទានប្រាប់អំពីហេតុការណ៍ទាំងអស់ដែលបានកើតឡើងនៅយប់នោះឲ្យប្រុសនាងស្ដាប់យ៉ាងលម្អិតចាប់តាំងពីសុបិនដែលដូចជាការពិតរហូតដល់ស្នាមជាំនៅកតែប្រុសរបស់នាងបែរជាមើលថានាងស្រីពៅ
អាចនឹងតានតឹងឬក៏គិតច្រើនពេកនាងក៏បាននិទានប្រាប់អំពីរឿងដែលនាងបានទូរស័ព្ទទៅប្រុសនាងយប់មិញបន្ថែមតែចម្លើយដែលនាងបានទទួលវាបែរជាធ្វើឲ្យនាងកាន់តែងឿងឆ្ងល់នៅពេលដែលប្រុសនាងបញ្ជាក់ថាមិនមានការហៅចូលឬសារណាមួយដែលបានប្រាប់ឡើយសូម្បីតែប្រវត្តិនៃការហៅក៏មិនមានដែរនាងស្រីពៅក៏ប្រញាប់បើកទូរស័ព្ទរបស់នាងឲ្យប្រុសនាងមើលប្រុសនាងក៏បានលើកទូរស័ព្ទរបស់គាត់មកឲ្យនាងមើលវិញហើយអ្វីដែលនាងបានឃើញក៏ធ្វើឲ្យនាងនិយាយមិនចេញព្រោះវាគ្មានការហៅចូលឬសារណាមួយមកពិតប្រាកដមុនពេលប្រុសនាងប្រាប់ឲ្យនាងសម្រាកព្រោះនៅពេលនោះមើលទៅដូចជានាងស្រីពៅអស់កម្លាំងខ្លាំងណាស់នាងស្រីពៅបានប្រើពេលវេលាពេលព្រឹកនោះទៅលើការដេកហើយនាងក៏បានភ្ញាក់ឡើងនៅពេលប្រហែលម៉ោង 2 រសៀលដោយស្ថានភាពរាងកាយដែលនៅតែអស់កម្លាំងដូចមនុស្សដែលសម្រាកមិនបានគ្រប់គ្រាន់តែនាងក៏បានព្យាយាមក្រោកឡើងដើរទៅរកអ្វីញ៉ាំនៅខាងក្រៅបរិយាកាសនៅពេលរសៀលថ្ងៃនោះនៅតែមើលទៅធម្មតាតែនៅពេលដែលនាងកំពុងញ៉ាំបាយទូរស័ព្ទក៏បានបន្លឺឡើងហើយការហៅដែលបានចូលមកគឺជាការហៅពីតាសឿនដែលមិនសូវហៅមកញឹកញាប់សំឡេងរបស់តាសឿនស្ដាប់ទៅធ្ងន់ធ្ងរខុសពីធម្មតាដោយបានប្រាប់ថាយប់មិញនេះទាំងតាសឿននិងយាយមុំបានសុបិនចម្លែកដូចគ្នាដោយអ្នកទាំងពីរបានសុបិនឃើញនាងស្រីពៅដើរមករកតែស្ថានភាពរបស់នាងស្រីពៅដែលបានឃើញក្នុងសុបិនវិញមានមុខមាត់ស្រអាប់ដូចមនុស្សឈឺធ្ងន់ហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមានស្ត្រីមុខអាក្រក់ម្នាក់កំពុងឈរនៅពីក្រោយនាងស្រីពៅតាសឿននិងយាយមុំដែលមានអារម្មណ៍មិនស្រួលចិត្តក៏ចង់ឲ្យនាងស្រីពៅរកឱកាសទៅធ្វើបុណ្យបញ្ជូនបាតឬក៏ថ្វាយសងដាននៅវត្តកំពង់ជ្រៃដើម្បីដោះគ្រោះបន្ទាប់ពីបានដាក់ទូរស័ព្ទគ្នារួចអារម្មណ៍មិនស្រួលចិត្តក៏កាន់តែកើនឡើងថែមទៀតតែនាងស្រីពៅក៏បានជ្រើសរើសរក្សាអ្វីៗទាំងអស់ទុកជាមួយខ្លួនព្រោះនាងមិនចង់ឲ្យអ្នកណាព្រួយបារម្ភឬធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងដល់ពេលល្ងាចថ្ងៃនោះនាងក៏បានសម្រេចចិត្តមិនត្រឡប់ទៅដេកនៅបន្ទប់របស់ខ្លួនវិញហើយបានជ្រើសរើសទៅដេកនៅបន្ទប់របស់ប្រុសនាងវិញព្រោះយ៉ាងហោចណាស់នាងមានអារម្មណ៍ថាវាមានសុវត្ថិភាពជាងដែលប្រុសរបស់នាងក៏មិនមានការជំទាស់អ្វីដែរមុនពេលគាត់រៀបចំខ្លួនទៅធ្វើការវេនយប់តាមធម្មតាហើយថ្ងៃនោះក៏ជាថ្ងៃធ្វើការចុងក្រោយមុនពេលរោងសិប្បកម្មបុណ្យថនឈប់សម្រាកយូរក្នុងពិធីបុណ្យសង្ក្រាន្តដូច្នេះវាបានធ្វើឲ្យនាងស្រីពៅបាននៅបន្ទប់តែម្នាក់ឯងតែដោយសារនាងបានដេកពេញមួយថ្ងៃវាក៏ធ្វើឲ្យនាងមិនសូវងងុយដេកប៉ុន្មាននាងស្រីពៅក៏បានដេកលេងទូរស័ព្ទទៅថមមកនៅលើគ្រែជំនួសជាមួយការសន្ទនាជាមួយប្រុសនាងម្ដងម្កាលពេលវេលាក៏បានកន្លងផុតទៅរហូតដល់ម៉ោងប្រហែល 1 រសៀលខណៈពេលដែលជាន់ទាំងមូលនៃផ្ទះជួលភូមិពោស្ងាត់ស្ងៀមស្រាប់តែមានសំឡេងបន្លឺឡើងនៅត្រង់ទ្វារហើយក៏មានសំឡេងនិយាយស្ដីស្ងាត់ៗនៅមុខបន្ទប់ដោយក្តីសង្ស័យនាងស្រីពៅក៏បានដើរទៅបើកទ្វារមើលមុនពេលនាងបានឃើញបុរសម្នាក់ដែលកំពុងស្រវឹងខ្លាំងគាត់កំពុងដេកនៅមុខបន្ទប់របស់នាងហើយនៅក្បែរគាត់ក៏មានស្ត្រីម្នាក់ទៀតដែលកំពុងព្យាយាមលើកបុរសនោះពេលស្ត្រីនោះបែរមកមើលនាងស្រីពៅនាងក៏បានសុំទោសភ្លាមហើយបានប្រាប់ថាអ្នកទាំងពីរចូលបន្ទប់ខុសព្រោះបុរសនោះស្រវឹងខ្លាំងពេកនាងស្រីពៅក៏មិនបានគិតអ្វីឡើយហើយក៏បានបិទទ្វាររហូតដល់កន្លងផុតទៅមួយស្របបោះសំឡេងគោះទ្វារក៏បានបន្លឺឡើងម្ដងទៀតលើកនេះវាគោះញឹកញាប់និងខ្លាំងឡើងខ្លាំងរហូតចាប់ផ្ដើមបង្កើតភាពរំខានជាងការសង្ស័យនាងស្រីពៅក៏សម្រេចចិត្តដើរទៅបើកទ្វារមើលម្ដងទៀតដោយមានការមិនសប្បាយចិត្តបន្តិចតែនៅពេលដែលនាងបើកទ្វារចេញទៅរូបភាពនៅខាងមុខបែរជាមានតែភាពទទេគ្មានអ្នកណាឈរនៅតាមច្រករបៀងមុខបន្ទប់ទេសូម្បីតែម្នាក់ពេលនាងងក់ចុះមើលទៅដីក៏បានឃើញតែស្នាមជើងខ្មៅស្រដៀងនឹងស្នាមជើងប្រឡាក់ភក់នៅត្រង់មុខបន្ទប់ស្នាមជើងនោះច្បាស់ណាស់ថាជាស្នាមជើងរបស់មនុស្សដែលមិនបានពាក់ស្បែកជើងតែអ្វីដែលគួរឲ្យរន្ធត់ជាងនោះគឺស្នាមជើងនោះឈរបែរមុខចូលមកបន្ទប់របស់នាងស្រីពៅហើយវាជាស្នាមជើងដែលគ្មានប្រភពតាមធម្មតាគួរតែមានស្នាមជើងដែលដើរចូលមកតែនេះវាបានបង្ហាញខ្លួនឡើងតែមួយចំណុចនៅត្រង់មុខបន្ទប់ប៉ុណ្ណោះដែលធ្វើឲ្យនាងស្រីពៅបញ្ញាប់បិទទ្វារហើយដើរថយក្រោយមកកាន់គ្រែវិញបន្ទាប់មកនាងក៏ទៅអុជធូបសូត្រមន្តគោរពព្រះហើយអង្គុយរង់ចាំរហូតដល់ព្រឹកក្នុងស្ថានភាពដែលត្រូវប្រុងប្រយ័ត្នពេញមួយយប់ពេលប្រុសរបស់នាងស្រីពៅបានត្រឡប់មកដល់ពេលព្រឹកនាងក៏បានសម្រេចចិត្តដេកសម្រាកតែការដេកក៏មិនបាននាំមកនូវសេចក្តីសុខដែរព្រោះនាងបែរជាមានសុបិនចម្លែកហើយរូបភាពដែលនាងបានឃើញក្នុងសុបិនវាពោពេញទៅដោយភាពច្របូកច្របល់នាងស្រីពៅបានឃើញប្រុសរបស់នាងកំពុងរស់នៅជាមួយស្ត្រីម្នាក់ទៀតដែលស្ត្រីនោះមិនមែនជាអ្នកណាឡើយតែគឺនាងចន្ទធីដែលជាអតីតប្រធានខ្សែផលិតកម្មនៅរោងសិប្បកម្មចាស់ហើយអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀត
គឺមានរូបកាយស្ត្រីអាចកំបាំងម្នាក់ទៀតដែលកំពុងតែជន់ពីលើរូបកាយរបស់នាងចន្ទធីហើយនាងស្រីពៅក៏នឹកចាំបានយ៉ាងច្បាស់ថាស្ត្រីនោះគឺជានាងស្រស់ដែលមុខស្លេកភ្នែកប៉ោងដែលបានបង្ហាញខ្លួនឲ្យនាងឃើញក្នុងសុបិនយប់មុនបន្ទាប់មកនាងស្រីពៅក៏ភ្ញាក់ឡើងនៅពេលប្រហែលម៉ោង 11 ព្រឹកមុនពេលនាងបែរទៅដាស់ប្រុសរបស់នាងដើម្បីនាំគាត់ទៅធ្វើបុណ្យដោយទៅថ្វាយសង្ឃដាននៅវត្តកំពង់ជ្រៃដោយសង្ឃឹមថាវានឹងជួយឲ្យស្ថានភាពទាំងអស់ប្រសើរឡើងនៅថ្ងៃបន្ទាប់ដែលជាថ្ងៃដែលអ្នកទាំងពីរត្រូវធ្វើដំណើរទៅកាន់ផ្ទះសំណាក់មាត់សមុទ្របាក់ខ្លងដែលពួកគេបានកក់ទុកតាមផែនការដើមដែលការធ្វើដំណើរក៏បានដំណើរការទៅដោយរលូនបរិយាកាសនៅលើដងផ្លូវក្នុងទីក្រុងពោពេញទៅដោយមនុស្សក្នុងពិធីបុណ្យសង្ក្រាន្តអ្នកទាំងពីរបានប្រើពេលវេលាជាមួយគ្នាដូចគូស្នេហ៍ទូទៅតែនៅក្នុងជំរឿចិត្តនាងស្រីពៅខ្លួនឯងវិញមានអារម្មណ៍ថាមានភាពខុសប្រក្រតីមួយចំនួនជាពិសេសអាកប្បកិរិយារបស់ប្រុសនាងដែលវាមើលទៅខុសពីមុនព្រោះគាត់តែងតែសម្លឹងមកនាងយូរខុសពីធម្មតាពេលខ្លះគាត់ក៏សម្លឹងមកនាងស្ងៀមដូចកំពុងគិតអ្វីមួយពេញពេលសូម្បីតែនៅពេលយប់នៅពេលដែលនាងបែរខ្លួនភ្ញាក់ឡើងនាងក៏បានឃើញថាគាត់នៅតែសម្លឹងមកនាងក្នុងភាពងងឹតអ្វីដែលបានកើតឡើងនេះវាបានធ្វើឲ្យនាងស្រីពៅមានអារម្មណ៍មិនស្រួលចិត្តនាងក៏បានសម្រេចចិត្តសួរទៅត្រង់តែប្រុសរបស់នាងបែរជាមិនព្រមឆ្លើយថាហេតុអ្វីបានជាគាត់សម្លឹងហើយអ្វីក៏នៅតែបន្តដំណើរទៅបែបនោះរហូតដល់ថ្ងៃដែលអ្នកទាំងពីរធ្វើដំណើរត្រឡប់មកវិញពេញមួយថ្ងៃឈប់សម្រាកដែលបានកន្លងផុតទៅហេតុការចម្លែកដែលនាងស្រីពៅបានជួបប្រទះពីមុនវាក៏ស្ងប់ស្ងាត់ទៅអស់រយៈពេលជាច្រើនថ្ងៃរហូតនាងចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលចិត្តហើយគិតថាការទៅធ្វើបុណ្យថ្វាយសង្ឃដានវាគួរតែអាចបណ្ដេញរឿងអាក្រក់ចេញបានអស់ហើយនៅថ្ងៃដែលធ្វើដំណើរត្រឡប់មកវិញនាងក៏បានសម្រេចចិត្តឲ្យប្រុសរបស់នាងបើកឡានបញ្ជូននាងទៅផ្ទះជួលភូមិពោតែពេលបើកឡានចូលមកក្នុងបរិវេណផ្ទះជួលប្រុសរបស់នាងបែរជាមិនព្រមឲ្យនាងចុះពីឡានហើយបែរមកសម្លឹងមុខនាងមុនពេលគាត់បាននិយាយឡើងថាស្បែកជើងស្បែកខ្មៅមួយគូនោះមើលទៅដូចម្ដេចពណ៌អ្វីដែលសំណួរនេះក៏បានធ្វើឲ្យនាងងឿងឆ្ងល់បន្តិចព្រោះនាងបានយល់ពេញមួយដងថាស្បែកជើងស្បែកខ្មៅមួយគូនោះជារបស់ដែលប្រុសនាងបញ្ជាទិញឲ្យរហូតនាងស្រីពៅត្រូវលើករូបថតដែលនាងបានថតទុកក្នុងទូរស័ព្ទឲ្យមើលហើយពេលប្រុសនាងបានឃើញរូបភាពនោះពណ៌មុខរបស់គាត់ក៏ប្រែប្រួលបន្តិចមុនពេលគាត់សួរបន្តថាតើនាងបានរក្សាទុកស្បែកជើងស្បែកខ្មៅមួយគូនេះនៅឯណានាងស្រីពៅបានឆ្លើយតបយ៉ាងត្រង់ថានាងមិនទាន់បានប្រើប្រាស់ស្បែកជើងស្បែកខ្មៅមួយគូនោះទេតាមពិតនាងគ្រាន់តែបានសាកពាក់ក្នុងបន្ទប់មុនពេលរក្សាទុកចូលប្រអប់ហើយយកទៅដាក់នៅក្នុងទូខាងក្រោមតែភ្លាមនៅពេលដែលប្រុសរបស់នាងបានឮគាត់ក៏បានបញ្ជាឲ្យនាងនៅក្នុងឡានកុំឲ្យចុះទៅណាហើយឲ្យចាក់សោឡានទុកបើមិនមែនគាត់ទេកុំឲ្យបើកទ្វារឲ្យដាច់ខាតទោះបីជានាងមិនយល់ថាមានអ្វីកើតឡើងក៏ដោយតែសម្លេងនិងការសម្លឹងភ្នែករបស់ប្រុសនាងដែលបានផ្ញើមកវាបានធ្វើឲ្យនាងស្រីពៅជ្រើសរើសធ្វើតាមដោយមិនជំទាស់បន្ទាប់ពីនោះប្រុសរបស់នាងក៏ប្រញាប់ចុះពីឡានហើយដើរយ៉ាងប្រញាប់ឡើងទៅលើផ្ទះជួលទុកឲ្យនាងស្រីពៅអង្គុយនៅលើឡានតែម្នាក់ឯងនៅក្នុងទីធ្លាចតរថយន្តដែលស្ងាត់ស្ងៀមដោយសារមនុស្សភាគច្រើនបាននាំគ្នាធ្វើដំណើរត្រឡប់ទៅខេត្តកំណើតវិញស្ទើរតែអស់ធ្វើឲ្យតំបន់នោះមើលទៅស្ងាត់ជ្រងំខុសពីធម្មតាខណៈពេលដែលនាងស្រីពៅកំពុងអង្គុយរង់ចាំនៅក្នុងឡានហើយលេងទូរស័ព្ទដើម្បីសម្លាប់ពេលអារម្មណ៍មួយចំនួនក៏ចាប់ផ្ដើមលូនចូលមកបន្តិចម្ដងហាក់បីដូចជាមានភ្នែកពីរកំពុងសម្លឹងមកនាងពីខាងក្រៅឡាននាងងើបមុខឡើងមើលទៅកញ្ចក់ចំហៀងឡានតែនាងក៏មិនទាន់ឃើញអ្វីដែលខុសប្រក្រតីតែភ្លាមនៅពេលដែលនាងបង្វែរការសម្លឹងត្រឡប់មកមើលខាងមុខឡានវិញរូបកាយរបស់នាងក៏ត្រូវតក់ស្លុតយ៉ាងខ្លាំងដោយសារតែនៅត្រង់ក្រណាត់ឡានវាមានជើងរបស់នរណាម្នាក់កំពុងឈរហើយនាងស្រីពៅក៏បានឃើញត្រឹមចុងជើងរហូតដល់ជង្គង់ស្បែកជើងមួយគូនោះសស្អាតហើយស្លៀកសំពត់សដែលរហែកជាចំណែកនៅតាមជើងមានស្នាមរបួសដែលមានស្នាមឈាមស្ងួតស្អិតពេញទៅដោយស្នាមវាមានជើងរបស់នរណាម្នាក់កំពុងឈរហើយនាងស្រីពៅក៏បានឃើញត្រឹមចុងជើងរហូតដល់ជង្គង់ស្បែកជើងមួយគូនោះសស្អាតហើយស្លៀកសំពត់សដែលរហែកជាចំណែកនៅតាមជើងមានស្នាមរបួសដែលមានស្នាមឈាមស្ងួតស្អិតពេញទៅដោយស្នាមតែមិនទាន់បានឲ្យនាងស្រែកឡើងផងជើងម្ខាងក៏បានលើកឡើងមកបោកទៅលើកញ្ចក់មុខឡានរហូតបង្កើតសំឡេងខ្លាំងនិងការញ័រពេញឡានហើយវាក៏បានបោកម្ដងហើយម្ដងទៀតយ៉ាងឆ្កួតជួតហាក់បីដូចជាកំពុងព្យាយាមបំបីកញ្ចក់ឲ្យធ្លាយការភ័យខ្លាចបានផ្ទុះឡើងនៅវិនាទីនោះនាងស្រីពៅបានស្រែកឡើងអស់ពីសំឡេងបិទភ្នែកបិទត្រចៀក
ហើយព្យាយាមរត់ចេញពីឡាននាងបានអង្គុយញាប់ញ័រនៅក្នុងឡានដោយមិនដឹងខ្លួនរហូតដល់នាងមានអារម្មណ៍ថាទ្វារចំហៀងត្រូវបានបើកហើយការញ័រដែលបានកើតឡើងពីមុនក៏បានឈប់ពេលនាងស្រីពៅបើកភ្នែកឡើងម្ដងទៀតនាងក៏បានឃើញថាប្រុសរបស់នាងកំពុងអោបបរិទ្ធនាងទុកសំឡេងរបស់ប្រុសនាងបានធ្វើឲ្យនាងស្រីពៅចាប់ផ្ដើមមានស្មារតីត្រឡប់មកវិញបន្តិចម្ដងបន្តិចហើយពេលនាងសម្លឹងទៅខាងមុខឡាននាងក៏មិនឃើញអ្វីទៀតដែរអ្វីគ្រប់យ៉ាងបានត្រឡប់មកធម្មតាវិញហាក់បីដូចជាគ្មានអ្វីកើតឡើងបន្ទាប់ពីនាងស្រីពៅបានស្ងប់ស្ងាត់ឡើងប្រុសរបស់នាងក៏ប្រញាប់បើកឡានចេញពីផ្ទះជួលភូមិពោយ៉ាងប្រញាប់តែចំណុចប្រទាក់ក្រឡាវិញវាមិនមែនជាបន្ទប់ជួលរបស់គាត់ទេតែគឺជាសាលអ្នកតាចិនកំពុងទឹកទោះបីនៅពេលនោះមិនទាន់យប់ជ្រៅប៉ុន្មានតែសាលអ្នកតាមើលទៅដូចជាបានបិទទ្វារហើយប្រុសរបស់នាងបានយកទូរស័ព្ទមកទូរស័ព្ទទៅនរណាម្នាក់មុនពេលមានបុរសម្នាក់បើកម៉ូតូចូលមកឈប់នៅខាងមុខលក្ខណៈដូចជាអាចារ្យសុខុនដែលជាបងប្អូនដែលស្គាល់គ្នាប្រុសរបស់នាងស្រីពៅបានចុះពីឡានហើយក៏បានយកប្រអប់ស្បែកជើងរបស់នាងទៅឲ្យដែលនាងក៏មិនដឹងដែរថាប្រុសរបស់នាងបានយកមកជាមួយពេលណាមុនពេលនាងស្រីពៅបានសម្រេចចិត្តចុះពីឡានហើយដើរតាមទៅមើលដោយចិត្តចង់ដឹងពេលប្រអប់ស្បែកជើងត្រូវបានបើកស្បែកជើងស្បែកខ្មៅដើមក៏ត្រូវបានលើកឡើងប្រុសរបស់នាងបានសាកគូសទៅលើស្បែកជើងថ្នមហើយអ្វីដែលបានកើតឡើងក៏ធ្វើឲ្យនាងស្រីពៅនៅស្ងៀមព្រោះវាមានកំទេចដីជ្រុះចេញមកជាចំនួនច្រើនទាំងដែលស្បែកជើងស្បែកខ្មៅមួយគូនោះនៅតែមើលទៅថ្មីហើយនាងស្រីពៅក៏ស្ទើរតែមិនដែលពាក់វាចេញទៅខាងក្រៅសូម្បីតែម្ដងមុនពេលអាចារ្យសុខុនដែលស្គាល់ជាមួយប្រុសនាងគាត់ក៏បានយកឧបករណ៍មួយចំនួនចេញពីក្រោមឈ្នាន់ម៉ូតូហើយចាប់ផ្ដើមយកដង្កៀបជ្រឹបនៅត្រង់បាតស្បែកជើងយ៉ាងប្រុងប្រយ័ត្នពេលបាតស្បែកជើងស្បែកខ្មៅមួយគូនោះត្រូវបានបើករូបភាពដែលបានឃើញក៏ធ្វើឲ្យនាងស្រីពៅញាប់ញ័រព្រោះនៅខាងក្នុងនោះពោពេញទៅដោយកំទេចដីសក់និងម្សៅពណ៌ប្រផេះស្រដៀងនឹងផេះដែលត្រូវបានខ្ចប់ទុកនៅខាងក្រោមដោយថង់ប្លាស្ទិកស្ដើងដូចជាមាននរណាម្នាក់មានបំណងលាក់វាតាំងពីដំបូងការពិតដែលបានបង្ហាញខ្លួននៅចំពោះមុខបានធ្វើឲ្យនាងស្រីពៅនិយាយមិនចេញមុនពេលអាចារ្យសុខុនបានងក់ក្បាលទទួលហើយបានប្រាប់ជាមួយប្រុសរបស់នាងថាទុកឲ្យគាត់ដោះស្រាយមុនពេលគាត់យកស្បែកជើងស្បែកខ្មៅរួមជាមួយប្រអប់ហើយដើរយ៉ាងប្រញាប់ចូលទៅខាងក្នុងសាលអ្នកតាទោះបីឃើញថានៅពេលនោះទ្វារត្រូវបានបិទក៏ដោយតែអាចារ្យសុខុនក៏អាចបើកចូលទៅបានដោយសារវាមិនបានចាក់សោបន្ទាប់មកប្រុសរបស់នាងស្រីពៅក៏បែរមុខទៅរកសាលអ្នកតាលើកដៃគោរពតាមបែបចិនដែលនាងទើបតែបានដឹងដែរថាគ្រួសាររបស់ប្រុសនាងពិតជាមានដើមកំណើតចិនដោយសារមុខមាត់និងបុគ្គលិកលក្ខណៈរបស់គាត់មើលទៅដូចមនុស្សខ្មែរទូទៅនៅពេលនោះនាងស្រីពៅបានប្រាប់ថានៅក្នុងក្បាលរបស់នាងមានទាំងការភ័យខ្លាចនិងការសង្ស័យវាបានលីឡំគ្នានាងបានតែលើកដៃគោរពតាមប្រុសនាងទោះបីជាវាជាការគោរពតាមបែបខ្មែរក៏ដោយមុនពេលនាងដើរត្រឡប់ឡើងទៅអង្គុយនៅលើឡានដោយបេះដូងដែលនៅតែលោតមិនទៀងហើយភ្លាមនៅពេលដែលប្រុសរបស់នាងត្រឡប់មកលើឡានវិញគាត់ក៏បាននិយាយឡើងថានាងបានទទួលមន្តអាក្រក់ហើយមុនពេលគាត់បានពន្យល់ឲ្យនាងដឹងថាមានមន្តអាក្រក់ត្រូវបានលាក់ទុកនៅក្នុងស្បែកជើងស្បែកខ្មៅមួយគូនោះហើយអ្វីដែលត្រូវបានលាក់មិនមែនជារបស់ធម្មតាទេតែវាជាមន្តអាក្រក់ដែលមានទំនាក់ទំនងជាមួយវិញ្ញាណហើយវាក៏ជាវិញ្ញាណរបស់នាងស្រុកដែលជាវិញ្ញាណត្រូវស្លាប់ដោយហេតុភេទដែលជាវិញ្ញាណដ៏ខ្លាំងក្លានិងគ្រោះថ្នាក់បំផុតនាងស្រីពៅក៏បានត្រឹមតែសួរត្រឡប់ទៅវិញដោយសម្លេងញ័រថាចុះស្បែកជើងស្បែកខ្មៅមួយគូនោះមិនមែនជារបស់ដែលគាត់បានទិញឲ្យនាងឬតែប្រុសនាងបែរជាធ្វើមុខបដិសេធហើយបាននិទានប្រាប់ការពិតមួយចំនួនឲ្យនាងដឹងប្រុសរបស់នាងស្រីពៅបានប្រាប់ថាគាត់ទើបតែបានដឹងមិនយូរប៉ុន្មាននេះទេថាស្បែកជើងស្បែកខ្មៅដែលនាងបានទទួលមិនមែនជារបស់ដែលគាត់បានបញ្ជាទិញទេដោយសារតែហាងដែលគាត់បានបញ្ជាទិញស្បែកជើងទើបតែបានផ្ញើសារមកប្រាប់ថាកំពុងរៀបចំបញ្ជូនទំនិញឲ្យទាំងដែលប្រុសរបស់នាងស្រីពៅបានយល់ពេញមួយដងថារបស់គួរតែបានមកដល់មុននេះទៅហើយគាត់បានទទួលស្គាល់ថាមិនបានសង្ស័យអ្វីទាំងអស់ព្រោះគាត់បានផ្ដល់អាសយដ្ឋានហើយបានបង់ប្រាក់រួចរាល់ហើយក្នុងរយៈពេលនោះគាត់ក៏រវល់ជាមួយការងាររហូតមិនបានពិនិត្យអ្វីបន្ថែមតែពេលគាត់ត្រឡប់ទៅគិតដល់ហេតុការណ៍ក្នុងរយៈពេលដែលគាត់និងនាងស្រីពៅបានទៅកំសាន្តជាមួយគ្នាគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានភាពខុសប្រក្រតីដោយសារតែប្រុសរបស់នាងស្រីពៅមានអារម្មណ៍ដូចជាមានអ្នកណាម្នាក់កំពុងសម្លឹងមើលពេញមួយដង
ទាំងដែលមានតែនាងស្រីពៅនិងគាត់ទេដែលនៅជាមួយគ្នាពីរនាក់ហើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺនៅយប់មួយក្នុងរយៈពេលឈប់សម្រាកពេលដែលគាត់ក្រោកទៅបន្ទប់ទឹកពេលគាត់ត្រឡប់មកក្រែវិញគាត់បែរជាឃើញមុខរបស់ស្ត្រីម្នាក់ទៀតដែលជាន់ពីលើមុខរបស់នាងស្រីពៅហើយហេតុការណ៍ទាំងនោះក៏បានធ្វើឲ្យគាត់ចាប់ផ្ដើមជឿថាអ្វីដែលនាងស្រីពៅបាននិទានប្រាប់ពីមុនវាមិនមែនជារឿងដែលនាងគិតខ្លួនឯងដោយដែលគាត់បានយល់នោះទេមុនពេលធ្វើដំណើរត្រឡប់មកវិញប្រុសរបស់នាងស្រីពៅក៏បានទទួលសារពីហាងស្បែកជើងដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានទំនុកចិត្តថាអ្វីដែលនាងស្រីពៅបានទទួលពីមុនវាត្រូវតែមានអ្វីដែលមិនល្អមកជាមួយដូច្នេះវាបានធ្វើឲ្យគាត់សម្រេចចិត្តប្រញាប់នាំនាងស្រីពៅត្រឡប់មកផ្ទះជួលភូមិពោវិញហើយក៏បានឡើងទៅយកប្រអប់ស្បែកជើងដែលនាងបានទទួលពីមុនអ្វីដែលត្រូវបានរកឃើញនៅក្នុងស្បែកជើងស្បែកខ្មែរមួយគូនោះវាក៏បានបញ្ជាក់ពីគំនិតរបស់គាត់យ៉ាងច្បាស់ថាវាជាមន្តអាក្រក់ហើយវាជាមន្តអាក្រក់ដែលមានចេតនាអាក្រក់យ៉ាងច្បាស់រហូតដល់កម្រិតដែលចង់យកជីវិតតែគ្រាន់តែនៅពេលនោះវានៅជាដំណាក់កាលដំបូងប៉ុណ្ណោះពេលដែលនាងស្រីពៅបានស្ដាប់រឿងរ៉ាវទាំងអស់ចប់នាងក៏មិនអាចទប់អារម្មណ៍ខ្លួនឯងបានទឹកភ្នែករបស់នាងក៏បានហូរចេញមកភ្លាមនាងមិនយល់ថាហេតុអ្វីបានជាខ្លួនឯងត្រូវតែជួបប្រទះរឿងអាក្រក់បែបនេះទាំងដែលពេញមួយជីវិតនាងបានព្យាយាមប្រើជីវិតដោយស្មោះត្រង់មានចិត្តចង់ធ្វើការងារហើយមិនដែលគិតអាក្រក់ឬមានបញ្ហាជាមួយអ្នកណាឡើយហើយពេលនាងគិតត្រឡប់ទៅរឿងរ៉ាវដែលបានកន្លងផុតទៅវាមានតែម្នាក់គត់ដែលអាចមានហេតុផលគ្រប់គ្រាន់ឲ្យគាត់ធ្វើរឿងបែបនេះជាមួយនាងនោះគឺនាងចន្ទធីដែលជាអតីតគូស្នេហ៍របស់ប្រុសនាងដែលធ្លាប់មានបញ្ហាគ្នានៅកន្លែងធ្វើការចាស់ប្រុសរបស់នាងស្រីពៅខ្លួនឯងក៏គិតបែបនោះដែរដោយគាត់បានប្រាប់ថាបើជាមនុស្សក្នុងរោងសិប្បកម្មដូចគ្នាការដឹងព័ត៌មានផ្ទាល់ខ្លួនដូចជាអាសយដ្ឋានលេខទូរស័ព្ទឬសូម្បីតែទំហំស្បែកជើងវាមិនមែនជារឿងពិបាកប៉ុន្មានទេជាពិសេសបើភាគីម្ខាងទៀតមានតំណែងជាប្រធានវាកាន់តែអាចចូលទៅដល់ព័ត៌មានបានយ៉ាងងាយស្រួលទាំងពីតុរប្តាឬក៏ពីមិត្តរួមការងារដទៃទៀតដែលការពិតត្រង់នេះវាកាន់តែធ្វើឲ្យនាងស្រីពៅមានអារម្មណ៍សោកស្ដាយកាន់តែខ្លាំងព្រោះនាងបានគិតថាការលាឈប់ពីការងារចាស់វាគួរតែជួយឲ្យអ្វីៗបញ្ចប់តែបែរជាមានមនុស្សនៅតែដេញតាមធ្វើបាបនាងក្នុងទម្រង់ដែលនាងមិននឹកស្មានបន្ទាប់ពីហេតុការណ៍នៅថ្ងៃនោះប្រុសរបស់នាងស្រីពៅក៏បានសម្រេចចិត្តមិនឲ្យនាងនៅតែម្នាក់ឯងទៀតគាត់បានសុំឲ្យនាងផ្លាស់មកនៅជាមួយគាត់ជាអចិន្ត្រៃយ៍ដើម្បីសុវត្ថិភាពហើយក៏អាចថែរក្សាគ្នាទៅវិញទៅមកអ្នកទាំងពីរបានទៅធ្វើការជាមួយគ្នាប្រើជីវិតរួមគ្នានៅក្នុងបន្ទប់តែមួយហើយចាប់ពីពេលនោះមកហេតុការណ៍ប្លែកៗក៏មិនដែលកើតឡើងម្ដងទៀតឡើយហាក់បីដូចជាអ្វីដែលធ្លាប់តាមបន្លាចនាងបានបាត់ទៅវិញតែអ្វីមួយដែលនៅតែជាប់ចិត្តរហូតដល់សពថ្ងៃនោះគឺអ្នកដែលធ្វើមន្តអាក្រក់ហេតុអ្វីបានជាជ្រើសរើសបញ្ជូនស្បែកជើងស្បែកខ្មៅមកទាំងដែលមានរបស់ផ្សេងទៀតជាច្រើនដែលអាចបញ្ជូនមកហើយបន្ទាប់ពីខ្ញុំបានអានរឿងរ៉ាវដែលនាងស្រីពៅបានផ្ញើមកចប់ខ្ញុំផ្ទាល់ក៏បានគិតថានៅទីបំផុតមិនថារឿងរ៉ាវទាំងអស់ដែលនាងស្រីពៅបានជួបប្រទះវាជារឿងអាថ៌កំបាំងពិតប្រាកដឬក៏ជាលទ្ធផលពីសេចក្តីអអន់ចិត្តនិងការសងសឹករបស់មនុស្សតែអ្វីមួយដែលអាចមើលឃើញយ៉ាងច្បាស់គឺគំនិតនិងចេតនារបស់មនុស្សវាគួរឲ្យខ្លាចមិនចាញ់អ្វីដែលលាក់កំបាំងឡើយពេលខ្លះមនុស្សដែលយើងមិនគិតថាអាចធ្វើបាបយើងបានបែរជាខ្លាចជាអ្នកដែលចាំសម្លឹងមើលនិងរក្សាទុកនៅការមិនពេញចិត្តទុកស្ងាត់ៗរហូតដល់ថ្ងៃមួយវាក៏คล้ายទៅជាការប្រព្រឹត្តដ៏ឃោរឃៅលើសពីអ្វីដែលអ្នកណានឹងនឹកស្មានដូច្នេះក្នុងការប្រើជីវិតយើងប្រហែលជាមិនអាចរារាំងមិនឲ្យអ្នកណាម្នាក់ស្អប់យើងបានទេតែយ៉ាងហោចណាស់យើងអាចប្រុងប្រយ័ត្នខ្លួនឯងនិងជ្រើសរើសនៅឲ្យឆ្ងាយពីថាមពលអវិជ្ជមានឬមនុស្សដែលគិតអាក្រក់ចំពោះយើងបានជានិច្ច